ជំរាបសួរបងប្អូនទាំងអស់គ្នាមកញ៉ាំបបរបាញ់កាំងត្រីបងប្អូនថ្ងៃនេះខ្ញុំទិញបានត្រីមួយនៅពីផ្សារមកត្រីនេះគឺត្រីទលេបងប្អូនត្រីធម្មជាតិណាហើយខ្ញុំក៏នឹកឃើញថាមិនដឹងធ្វើអីកូនក៏រៀងបដាសាយហើយគ្រួសារក៏រៀងបដាសាយដែរខ្ញុំក៏នឹកឃើញថាធ្វើបាញ់កាំងត្រីអញ្ចឹងណាបងប្អូនហើយវិធីធ្វើគឺខ្ញុំឆាអង្ករឆាខ្ញីផ្សិតយើងលាយគ្នាដាក់មួយអង្ករអញ្ចឹងណានិយាយទៅខ្ញុំដាក់អង្ករតែបន្តិចទេបងប្អូនអើយហើយនេះត្រីរបស់យើងគឺត្រីខ្ញុំមួយហ្នឹងគឺត្រីរស់ខ្ញុំទិញបានពីផ្សារមកមួយខ្ញុំភ្លើយវាយកសាច់អញ្ចឹងណាបងប្អូនហើយអានេះគឺខ្ញុំកាត់មកដល់ខ្ញុំដាក់គ្រឿងក្រើបបរឲ្យហើយអស់ហើយអញ្ចឹងណាទី1គឺយើងសម្អាតត្រីហ៎បងប្អូនសំខាន់តួអង្គគឺត្រីហ្នឹងហើយបងប្អូនអើយត្រីពេលដែលយើងសម្អាតអត់ស្អាតបបរយើងក៏រៀងឆ្អាបដែរប៉ុន្តែសម្រាប់បទពិសោធន៍ខ្ញុំត្រីគឺយើងលាងមួយក្រូចឆ្មាហើយនឹងអំបិលអញ្ចឹងណាបងប្អូនហើយថ្ងៃនេះខ្ញុំប្រើផ្សិតមាន2មុខគឺផ្សិតខ្មៅជាមួយនឹងផ្សិតសបងប្អូនហើយមានបកាយឺហឺអញ្ចឹងទៅបងប្អូនអើយហើយនេះគ្រឿងក្រើជីហើយផ្សិតអីយើងរៀបចំអញ្ចឹងហើយខ្ញុំដាក់ខ្ញុំលួចការ៉ុតបន្តិចដែរបងប្អូនដើម្បីយកជាតិផ្អែមអញ្ចឹងណាហើយការ៉ុតហ្នឹងពេលទឹកពុះយើងបង់ចូលទៅហើយឆៃពៅហើយខ្ញុំដាក់ប្រហិតបាក់សៀកបន្តិចដែរបងប្អូនប្រហិតបាក់សៀកនេះគឺឆ្ងាញ់ណាស់បងប្អូនហើយសាច់វានឹងស្វិតហើយបាក់សៀកនេះគឺបាក់សៀកខ្ទឹមសឆៃពៅអត់សូវបានយូរឆៃពៅក៏សំខាន់ដែរណាបងប្អូនដាក់ទៅបានងុំឆ្ងាញ់ណាហើយត្រីហ្នឹងគឺយើងលាងទឹកឲ្យអស់មកអល់វាឲ្យស្អាតណាបងប្អូនហើយនេះយើងចាប់ដើមភ្លើយវាអញ្ចឹងណាហើយក្បាលយកតែសាច់អីឆ្អឹងយើងដាក់ម្ដុំអញ្ចឹងទៅហើយនេះគ្រឿងក្រើយើងរៀបចំឲ្យអស់មានខ្ទឹមសមានគ្រឿងក្រើរបស់យើងបបរបាញ់កាំងត្រីហ្នឹងអញ្ចឹងណាយើងក៏ចាប់នេះយើងចាប់ដើមហាន់ជីខ្ទឹមគល់ស្លឹកគ្រៃអូខ្ញុំភ្លេចប្រាប់បងប្អូនណាជីវ៉ាន់ស៊ុយដែរបងប្អូនជីវ៉ាន់ស៊ុយហាន់ដាក់តាមក្រោយយើងរៀបចំអីហើយអស់នេះគ្រឿងក្រើយើងហាន់ហើយចាប់ដើមពុះអញ្ចឹងណាបងប្អូនបន្ទាប់ហើយយើងហាន់ហើយអញ្ចឹងទៅចាប់ដើមពុះល្មមណាអញ្ចឹងណាបងប្អូនចឹងយើងដាក់យើងមានដូចបាត្រីយើងស្ងោរចូលត្រីនឹងយើងដាក់ទៅយើងខ្លាចពេលដែលយើងពងវាត្រីហ្នឹងខ្លាចវាអត់សូវឆ្អិនអញ្ចឹងយើងដាក់បកាយឺហឺអញ្ចឹងអាណាធំយើងដាក់មុនហើយយើងក៏បងដាក់ទៅដើម្បីទឹកបកាយឺហឺលួចទឹកត្រីបន្តិចស្ករប៊ីចេងអំបិលឆៃពៅការ៉ុតនេះបងប្អូនដាក់វាមុនអញ្ចឹងណាដើម្បីវាជីនជាតិណាហើយការ៉ុតក៏យើងដាក់ដែរបងប្អូនដើម្បីយកជាតិផ្អែមចេញអញ្ចឹងយើងខ្លាចពីការ៉ុតហ្នឹងនៅក្នុងទឹកទៅលុបបបររបស់យើងអញ្ចឹងណាបន្ទាប់ហើយយើងមកយូរតិចយើងក៏ចាប់ដើមដាក់ប្រហិតបាក់សៀកយើងចូលអញ្ចឹងណាបងប្អូនយើងចាប់ដើមដាក់ចូលក្នុងឆ្នាំងអញ្ចឹងទៅនេះបែរដាក់លុកអញ្ចឹងទៅវាចូលស្លេងសើចសពទេបងប្អូនជាប់មាត់បងប្អូនថាបងប្អូនឲ្យដាក់វិធីងាយការងារនៅផ្ទះរបស់យើងអញ្ចឹងអីទីវានេះដែរក៏អាចនិយាយបានថាណាបងប្អូនយើងធ្វើញ៉ាំក្តៅមេតិចតិចឲ្យបដាសាយចឹងទៅយើងដាក់ញ៉ាំទៅវាកាត់បន្ថយជំងឺប្រសាយដែរបែកញើសចឹងណាយើងចាប់ដើមបំពងយើងក៏ចាប់ដើមបំពងខ្ទឹមហើយគ្រឿងក្រើយើងមានចឹងណាបងប្អូនហើយនេះមកយើងហ្នឹងគឺបំពងខ្ទឹមហ្នឹងគឺយើងទុកពីគល់ខ្ទឹមបន្តិចដែរផ្នែកមួយយើងពេលបបរជាតិយើងដាក់ពីលើនិងផ្នែកមួយទៀតយើងយកមកឆាយើងឆាយើងខំតិចឆាអីចឹងណាបងប្អូនយើងខ្ទឹមខ្ទឹមយើងទៅលាយឈ្ងុយពេញផ្ទះអស់ហើយយើងដួសទុកម្ដងដើម្បីឲ្យវាឈ្ងុយបានយើងចាប់ដើមមកធ្វើអីបងប្អូនចាប់ដើមឆាអង្ករមុននឹងយើងដួសវាទុកចាប់ដើមឆាអង្ករទៅដាក់ខ្ញីបន្តិចផ្សិតខ្មៅបន្តិចយើងឆាវាឈ្ងុយហើយចាំយើងចាក់អង្ករចូលបន្ទាប់ហើយយើងក៏យកមកចាក់ចូលក្នុងភេកដែលយើងបបរយើងនៅសល់ហ្នឹងបងប្អូនឲ្យបងប្អូនហើយយើងឆាអង្ករចាក់ចូលចឹងមកហ្នឹងយើងចាក់វាចូលខ្ញុំភ្លេចប្រាប់បងប្អូនក្នុងអង្ករនេះយើងលួចមីចេងបន្តិចហើយនឹងអង្ករហ្នឹងឲ្យវារៀងរីកខ្យងបន្តិចក៏បានដែរបងប្អូនឬក៏រ៉ូឌីបន្តិចក៏បានដែរតែសម្រាប់ខ្ញុំយើងលួចដាក់មីចេងបន្តិចទេបងប្អូនមីចេងបន្ទាប់ហើយទឹកអង្ករយើងនឹងសាច់នឹងវាពុះចឹងណាយើងក៏ឆ្លៀតពេលហ្នឹងមកលាយគ្រឿងក្រើក្នុងសាច់របស់យើងទៅយើងមកលាយសាច់យើងដាក់ស្ករប៊ីចេងរ៉ូឌីរបស់យើងហ្នឹងគឺយើងភ្លើយឲ្យអស់យើងដាក់ស្ករប៊ីចេងហើយនឹងម្រេចបងប្អូនម្រេចកុំភ្លេចម្រេចហើយម្រេចលួចដាក់មួយត្រីនឹងឈ្ងុយមែនតើបងប្អូនហើយយើងច្បល់វាទៅច្បល់វាឲ្យចាប់ជាតិចូលជាតិគ្នាចឹងណាហើយយើងច្បល់វាចូលគ្នាចឹងណាច្បល់វាហើយមានយើងដាក់ខ្ទឹមបំពងហើយយើងបំពងទុកបងប្អូនដាក់ចូលមកដើម្បីឲ្យសាច់ត្រីនឹងវាចូលជាតិគ្នាឈ្ងុយពេលយើងចាក់ចូលក្នុងបបរចឹងណាហើយសម្រាប់សាច់ត្រីនេះបងប្អូនយើងអត់ចាំបាច់ងាស់យូរម៉ែនេះដោយសារអីដោយសារសាច់ត្រីនេះយើងហាន់ស្ដើងហើយយើងយកមកដាក់ជាមួយនឹងគ្រឿងខើរបស់យើងនឹងយើងដាក់នៅក្នុងបបររបស់យើងនឹងបន្ទាប់ពីអង្គវាពងលួចម្រេចថែមទៀតបងប្អូនពងអញ្ចឹងតែត្រីបន្ទាប់ពីវារីកបានបន្តិចគេហៅពងប្រគួយហើយបងប្អូន
ហើយយើងក៏ចាប់ផ្ដើមមើលចាក់ត្រីនឹងចូលទៅហើយសម្រាប់បាញ់កាញ់យើងដាក់ចុងក្រួយគេបងប្អូនចឹងណាហើយចឹងបបររបស់យើងគឺសាច់ត្រីគឺផ្អែមមែនតើបងប្អូនអើយផ្អែមឆ្ងាញ់ណាស់ហើយនេះខ្ទឹមយើងដាក់លួចចឹងទៅហ្នឹងហើយយើងលួចបន្ថែមនេះយើងលួចវាដាក់ផលយើងហ្នឹងគួរសមល្មមទៅដើម្បីឲ្យវាឈ្ងុយជាតិសាច់ត្រីចឹងណាហើយបបរមួយឆ្នាំងនេះបងប្អូនអើយគឺល្មមគ្នាខ្ញុំ4នាក់កូន2ប្តី1ខ្ញុំ1គឺអត់មានសល់ទេបងប្អូននិយាយទៅហើយក៏សប្បាយចិត្តដែរពេលដែលយើងធ្វើអីទៅម៉ូបហើយយើងមានអ្នកញ៉ាំអស់ចឹងណាចឹងទៅយើងចាក់បាញ់កាញ់ចូលតាមក្រោយជាការស្រាច់ចឹងណាបងប្អូនហើយមានអីទៅបបរយើងហ្នឹងក៏មានវានិយាយទៅគ្រឿងគ្រើដែលយើងមានហ្នឹងយើងព្យាយាមប្រើដាក់វាអស់ចឹងណាបងប្អូនហើយបើសម្រាប់គ្រួសារទូយើងធ្វើងាយងាយចឹងទៅបងប្អូនអើយសម្រាប់កូនយើងក៏ញ៉ាំបានហើយវារៀងមេឃត្រជាក់អីចឹងយើងញ៉ាំរៀងទឹកស៊ុបទឹកអីចឹងទៅវារៀងបាច់ញើណាអត់ងាយផ្ដាសាយហើយបបរយើងថ្ងៃហ្នឹងក៏មានប៉ុណ្ណឹងហើយចាប់ផ្ដើមចាក់ណាយើងក៏ចាប់ផ្ដើមសោកស្ដាយសោកអីចឹងណាពីច្រើនខ្ញុំសោកស្ដាយទេសោកហើយយើងយកបានយើងយកទៅសម្រាប់ផ្ទះញោមណាហើយពេលដែលយើងដាក់យើងដួសមកគ្រឿងគ្រើយើងអីហ្នឹងដាក់មកអូយដល់ពេលឆ្ងាញ់ហើយបងប្អូនមកឆ្ងាញ់ទាំងអស់គ្នាហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាបើសិនជាមានក៏តកន្លែងណាក៏សូមខន្តីអភ័យទោសបងប្អូនអើយនិយាយទៅលក្ខណៈជាគ្រួសារនារីមើលផ្ទះនៅផ្ទះមានអីក្រៅតែពីមហូបមើលកូនចៅបោះច្រាយអញ្ចឹងណាបងប្អូនហើយក៏អរគុណច្រើនអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតបងប្អូនហើយបើសិនជាចូលចិត្តសូមជួយ Subscribe Channel ផងខ្ញុំមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការផលិតវីដេអូបន្តទៀតចឹងណាបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនអរគុណ